បាទទីសូមបងវីដេអូនេះចង់និយាយពីការប្រកួតរបស់ហាន់ពីយមិញបងបើនិយាយទៅផ្លត់សន្លប់ទឹកពីរបស់កីឡាករបរទេសបើនិយាយទៅបរទេសយើងនឹងស្រាប់ជំនាញមកអេសីបុសជានឹងកែងបោហើយក្បាច់នេះគឺលឿនហើយសាហាវបងតែចូលហើយចង់យើងលំដាប់ណាក៏ស្លាប់ដែរអញ្ចឹងហើយកីឡាករកម្ពុជាយើងលំដាប់បើសិនជាអាចត្រូវប្រចាំមែនតើក្បាច់នេះហើយក្បាច់នេះលឿនណាយើងចាប់ចង្វាក់វាអត់តន់ទេតែចូលក៏នឹងស្លាប់មកចូលក៏នឹងស្លាប់ហើយកីឡាករបរទេសជំនាញហ្នឹងបងអានេះលឿនណាបើកែងបោនេះចូលដល់គុំទ្គាមហើយអញ្ចឹងគឺអត់នៅទេចង់លំដាប់ប៉ុណ្ណាក៏ដោយគឺអត់នៅទេរីឯអេសីបុសជាតែចូលក៏ចង់ជំនាញហើយអញ្ចឹងហើយយើងត្រូវប្រយ័ត្នក្បាច់នេះមែនតើព្រោះក្បាច់នេះខ្ញុំគាត់ថាសាហាវចង់លំដាប់ប៉ុណ្ណាក៏ស្លាប់ដែរតែរាចាញ់ឈ្នះជើងកីឡាទេចូលរួមសោកស្ដាយចំពោះហាន់ពីយើងដឹងស្រាប់ជាកីឡាករម្នាក់ដែលល្អលំដាប់ស្រុកខ្មែរតែគាត់ថាក្បាច់នេះចង់ល្អលំដាប់ណាក៏ដោយឲ្យទៅចូលគឺដឹងថាស្លាប់ហើយអញ្ចឹងថ្ងៃក្រោយយើងត្រូវប្រចាំប្រជែងជាមួយកីឡាករបរទេសនៅក្បាច់នេះពីក្បាច់និយាយទៅមានកែងបោជាមួយនឹងអេសីបុសជាបើនិយាយទៅវាមិនអាចថាវាកាត់ឡើងដោយចៃដន្យទេណាអានេះកីឡាករបរទេសគឺគេជំនាញខាងហ្នឹងអញ្ចឹងថ្ងៃក្រោយយើងត្រូវប្រយ័ត្នព្រោះអីក្បាច់នេះវាលឿនធ្វើឲ្យយើងនឹងចាប់ក្បាច់គេអត់តន់ទេអញ្ចឹងហើយមិនមែនថាកីឡាករបរទេសនេះខ្មោចឲ្យទេបងខ្មោចឲ្យទេគឺក្បាច់គេបងជំនាញមកខាងកីឡាករបរទេសអាក្បាច់ពីរហ្នឹងអញ្ចឹងហើយកីឡាករលំដាប់ស្រុកខ្មែរយើងគួរតែប្រចាំប្រជែងមែនជាមួយកីឡាករបរទេសនៅក្បាច់ពីរនេះបើនិយាយទៅតែចូលហើយចង់លំដាប់ប៉ាត់ណាក៏ដោយបងលំដាប់ប៉ាត់ណាក៏ដោយអត់នៅទេឲ្យទៅចូលក្បាច់ពីរនេះព្រោះអីវាគ្រោះថ្នាក់ណាស់ហើយលឿនធ្វើឲ្យយើងចាប់បែបអត់តន់បិទតន់ទេអញ្ចឹងមានតែចូលរួមសោកស្ដាយចំពោះហាន់ពីបងហាន់ពីស្លាប់ទៅកំណាប់ដៃរបស់កីឡាករបរទេសនៅក្នុងទឹកពីរបើនិយាយទៅកែងបោកតែគាត់ថាចាច់ឈ្នះរឿងកីឡាទេហាន់ពីស៊ូបន្តទៀតអរគុណច្រើន